ជំរាបសួរពុកម៉ែបងប្អូនឥឡូវនេះខ្ញុំមកអានរឿងនិទានខ្លីមួយដែលមានចំណងជើងថាក្តីសង្ស័យថ្ងៃមួយមានភ្លៀងធ្លាក់មេយ៉ាងធំទឹកភ្លៀងហូរច្រោះផ្ទះសេដ្ឋីធ្វើឲ្យប្រេះជញ្ជាំងបាក់មួយប្រឡោះពេលភ្លៀងរាំងកូនប្រុសរបស់សេដ្ឋីដើរមកឃើញគេក៏និយាយប្រាប់ឪពុកថាយើងគួរតែឆាប់រកជាងមកជួសជុលជញ្ជាំងផ្ទះនេះភ្លាមទៅទុកឲ្យនៅដូច្នេះមិនល្អទេក្រែងលោបាត់របស់របរក្នុងផ្ទះពេលនោះមានតាចាស់ម្នាក់នៅផ្ទះនៅជិតគ្នាគាត់ឃើញដូច្នោះក៏ចេញមកបញ្យល់ប្រាប់សេដ្ឋីផងដែរថាលោកសេដ្ឋីគួរប្រញាប់រកជាងមកជួសជុលជញ្ជាំងផ្ទះភ្លាមទៅបើមិនប្រញាប់ធ្វើវាទេប្រយ័ត្នបាត់អីវ៉ាន់អស់ណាហើយនៅពេលយប់នោះមានចោរលបចូលមកតាមប្រឡោះនោះមកលួចអីវ៉ាន់ពេលសេដ្ឋីគិតទៅដល់សម្ដីរបស់កូនគាត់មានអារម្មណ៍ថាកូនរបស់គាត់មានការឆ្លៀសវៃចេះគិតប្រមាណមើលបានវែងឆ្ងាយល្អណាស់ហើយព្រមគ្នានោះដែរពេលគិតទៅដល់សម្ដីរបស់តាចាស់ក្បែរផ្ទះលោកសេដ្ឋីបែរជាសង្ស័យថាគាត់ប្រហែលជាចោរដែលចូលមកលួចអីវ៉ាន់របស់ខ្លួនទេដឹងរឿងយើងក៏បានចប់ឥឡូវយើងមកស្ដាប់សម្ដីអ្នកនិពន្ធគាត់បានសរសេរថាពាក្យដាស់តឿនដូចគ្នាតែហុចផលផ្ទុយគ្នាម្នាក់ទទួលការសរសើរឯម្នាក់ទៀតបែរជាជាប់សង្ស័យទៅវិញព្រោះតែសេដ្ឋីយល់ឃើញថាកូនគាត់គឺជាសាច់ឈាមរបស់ខ្លួនការដាស់តឿនជាការបង្ហាញពីភាពឆ្លៀសវៃឯអ្នកចិត្តខាងមិនជាប់សាច់ឈាមមិនស្គាល់ចិត្តអ្វីសោះបែរជាត្រូវជាប់ពិរុទ្ធដោយសារបំណងល្អទៅវិញនេះជាគំនិតអត្តនោម័តរបស់សេដ្ឋីនោះឯងមនុស្សយើងពេលមិនទាន់ស្គាល់ឬមិនទាន់ចិត្តស្និទ្ធយើងតែងមានអារម្មណ៍លំអៀងទៅតែម្ខាងយ៉ាងងងឹបងងុលអានចេះតែខុសយ៉ាងងងឹតងងុលដែលជាទម្លាប់មួយធ្វើឲ្យយើងចូលចិត្តដៅទៅតាមអារម្មណ៍របស់ខ្លួនដោយមិនសូវចាប់អារម្មណ៍ថ្លឹងថ្លែងទៅតាមសភាពពិតអ្វីឡើយប្រការនេះវានឹងធ្វើឲ្យយើងមានទម្លាប់មិនល្អដោយគិតតែពីចាប់កំហុសអ្នកដទៃទាំងមិនដឹងការពិតអ្វីសោះរួចចុះតានឹងមកប្រាប់គេអីដែរឆ្ងល់ឃើញទេម្នាក់ជាសាច់បកើតម្នាក់ជាសាច់ដទៃវាមិនដែរអាណាចោលសាច់ចង្វាឆ្អឹងទេថ្ងៃក្រោយកុំចេះទៅប្រាប់គេមានរឿងផ្ទួនអីខ្ញុំប្រាប់ខ្លួនខ្ញុំដែរចឹងហ្នឹងហើយរឿងយើងក៏បានចប់អរគុណចាំទស្សនាវីដេអូក្រោយស្ដាប់រឿងនិទានពេលក្រោយទៀតជម្រាបលា